ថ្ងៃនេះរៀងល្វើយគួរសមដែរបងប្អូនអើយដោយសារតែយើងនៅចាំរោគចាក់ច្រែងនៅពេលយប់ពេលដែលទឹកចូលអញ្ចឹងណាបងប្អូនបាទពួកខែនេះទឹកចូលតែពេលយប់ទេពេលព្រឹកអីចឹងទៅទឹកវាចាប់ដើមរីកចាប់ដើមនាចអញ្ចឹងទៅរឿងរត់សើបានទេតែនៅពេលដែលយប់ឡើងទឹកចូលចាប់ដើមធំចាក់ច្រែងយើងក៏ស្រួលរកដែរអញ្ចឹងណាអ្នកទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺរៀងវេទនាបន្តិចហើយបងប្អូនអើយបាទអញ្ចឹងមិនងាយស្រួលទេបងប្អូនអើយចាក់ច្រែងនេះបាទពិបាករកមែនតើតម្រុំរកបាន1គីឡូហ្នឹងគឺមិនងាយទេណាអញ្ចឹងថ្ងៃហ្នឹងគឺយើងចំណាយពេលខ្ទង់3យប់ដែរបងប្អូនដើម្បីទៅរកចាក់ច្រែងរកនឹងដេកហ្នឹងណាតម្រុំឲ្យបានចាក់ច្រែងច្រើនប៉ុណ្ណឹងអញ្ចឹងណាបាទប្រហែលខ្ទង់10គីឡូដែរហ្នឹងអ្នកទាំងអស់គ្នាបាទសម្រាប់ចាក់ច្រែងនេះបើយើងយកទៅស្លយកទៅឆាក្តៅយកទៅឆាកែងអីបងប្អូនអើយបាទឆ្ងាញ់មែនតើបាទជាប្រភេទគ្រឿងសមុទ្រដែលឆ្ងាញ់ជាងគេនៅតំបន់ព្រៃកោងកាងអញ្ចឹងចង់ដឹងថាវីដេអូនេះប្លែកយ៉ាងម៉េចនោះរសជាតិដែលយើងរកខ្យងចាក់ច្រែងហ្នឹងល្វីងជូរចត់ប៉ុណ្ណាឆ្លងកាត់អ្វីខ្លះនោះតើទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាបើក្បាលវីដេអូមកគឺយើងចាប់ដើមដេកទេបងប្អូនអើយបាទគឺដេកដើម្បីចាំទឹកចូលអញ្ចឹងណាអ្នកទាំងអស់គ្នាបាទព្រោះខែនេះអត់ងាយចូលឯអ្នកទាំងអស់គ្នាអើយចូលតែពេលយប់ទេបាទពេលព្រឹកអីទឹកឡើងរីកពីព្រែកហ្មងអញ្ចឹងណាដូចប្រាប់អ្នកទាំងអស់គ្នានៅដើមវីដេអូអញ្ចឹងថាចាក់ច្រែងយើងរកបានតែពេលទឹកចូលឬមួយក៏មានមេឃភ្លៀងធ្លាក់មកស្រិចអីគឺយើងអាចរកវាបានច្រើនហើយក៏ប៉ុន្តែដោយសារតែខែនេះទឹកចូលនៅពេលយប់អញ្ចឹងទៅយើងក៏ចាំដេកនៅយប់ហ្នឹងដើម្បីរកចាក់ច្រែងរបស់យើងអញ្ចឹងទៅបាទហើយចាក់ច្រែងដែលយើងឃើញនៅក្នុងបេននេះគឺយើងសន្សំតាំងតែពី2ថ្ងៃមុនហ្នឹងបងប្អូនបាទគឺយើងមកដេកនៅក្នុងព្រៃហ្នឹងគឺចំណាយពេលខ្ទង់3យប់ដែរបងប្អូនតម្រូវឲ្យបានចាក់ច្រែងប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងមិនងាយបងប្អូនអើយចាក់ច្រែងនេះមិនងាយរកដូចញៀវភក់ដូចខ្យងដតីទេក៏ប៉ុន្តែតម្លៃរបស់វាក៏គួរសមទៅតាមនឹងដែរទៅតាមកម្លាំងពលកម្មដែលយើងប្រើប្រាស់អញ្ចឹងណាអញ្ចឹងនេះយើងរកចាក់ច្រែង3យប់ហ្នឹងគឺសឹងថាបានខ្ទង់10គីឡូតិចតួចដែរអ្នកទាំងគ្នាដោយសារតែចាក់ច្រែងយើងរៀងច្រើនដែរបងប្អូនអើយដល់អញ្ចឹងយើងអាចទុកវាកោវាលើគ្នាអញ្ចឹងបានរហូតទេព្រោះខ្លាចងាប់អញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងក៏បានយកកណាត់កស៊ូហ្នឹងដើម្បីយកមកប្រោះវាដើម្បីកុំឲ្យវាងាប់ឲ្យវាឬថាវាបានកំលៀតខ្លួនវាដើម្បីរើវាទៅវាមកអញ្ចឹងណាបងប្អូនអ្នកទាំងគ្នាអើយបាទយើងនៅក្នុងព្រៃនេះអត់មានអីប្រោះទេបងប្អូនអើយមានតែតង់កស៊ូនឹងទេដែលខ្ញុំប្រោះរាល់តែដងយើងប្រោះតែពេលថ្ងៃទេណាបងប្អូនព្រោះពេលថ្ងៃយើងនៅចិត្តអញ្ចឹងទៅយើងមើលឃើញទៅនៅពេលដែលវាចេញពីតង់អញ្ចឹងទៅយើងអាចគៀសវាចូលតង់វិញបានក៏ប៉ុន្តែបើសិនតែពេលយប់យើងសម្រាកពេលយប់យើងដេកអញ្ចឹងទៅយើងអាចប្រោះបែបហ្នឹងបានទេបងប្អូនអើយយើងដេកអញ្ចឹងយើងភ្ញាក់មកពឹបបាត់ចាក់ច្រែងអស់ឡើយដោយសារតែវាលឿនណាអ្នកទាំងគ្នាចាក់ច្រែងនេះគាត់តែចាក់មកភ្លាមសឹងថាវារើខ្លួនរត់និយាយទៅដើរមកបងប្អូនបាទចាក់ច្រែងនេះហើយបើឡើងដើមឈើវិញបងប្អូនអើយបាទឡើងក្រោកដល់ចុងហ៎បាទយេលេងបងប្អូនដល់ចុងមកនេះវាឡើងត្រឹមពាក់កដាលប្រប្រាស់ទឹកអញ្ចឹងណាអញ្ចឹងចាក់ច្រែងហ្នឹងគឺវាដេញទឹកបងប្អូនបើសិនជាទឹកចូលកំពុងតែឡើងអញ្ចឹងទៅវាឡើងបដិញជាមួយនឹងទឹកដែរអញ្ចឹងណាវារឲ្យទឹកហ្នឹងដល់ខ្លួនវាពេកគេយំទៅវានៅប្របេះទឹកប្រប្រាស់ទឹកហ្មងប្រភេទខ្យងចាក់ច្រែងនេះក៏ប៉ុន្តែរសជាតិរបស់វាវិញបងប្អូនអើយបើសិនជាបងប្អូនបានសាកហើយដឹងតែជញ្ជក់មកជញ្ជក់ក៏ហើយបាទហើយចាក់ច្រែងនេះយើងយកតែស្លគ្រឿងយកឆាគ្រឿងឆាកែងឆាអីហ្នឹងបងប្អូនអើយឆ្ងាញ់មែនតើយើងស្លជាមួយនឹងខ្ទិះដូងខ្ទិះអីហ្នឹងណាអ្នកទាំងគ្នាបាទឥឡូវនេះយើងក៏ចាប់ផ្ដើមចេញដំណើរទៅរកខ្យងចាក់ច្រែងយើងបន្តទៀតដោយសារតែឃើញទឹកចូលរៀងគួរសមដែរអញ្ចឹងនៅតំបន់សមុទ្រគឺតែបែបហ្នឹងបងប្អូនអើយបាទទឹកឡើងចុះវិលជុំអញ្ចឹងទៅហើយបើសិនជាអាកាសធាតុវិញអ្នកទាំងគ្នាអើយមេឃបើកថ្ងៃចែអញ្ចឹងទៅជួនកាលល្ងិតភ្លៀងក៏មានដែរហើយតែភ្លៀងហើយបងប្អូនអើយនៅក្នុងព្រៃកោងកាងនេះគឺមូសដូចឃុំអញ្ចឹងអ្នកទាំងគ្នាបើសិនជាយើងមិនមានធូបមូសអីយកមកការពារខ្លួនទេគឺដឹងតែសោះសាច់ហើយអ្នកទាំងគ្នាអើយអ្នកទាំងគ្នាបាទឥឡូវនេះយើងបានយកធូបមូស Ranger បាទដើម្បីយកមកបដិញមូសនៅក្នុងព្រៃកោងកាងព្រោះមូសច្រើនណាស់អ្នកទាំងគ្នានៅក្នុងព្រៃកោងកាងនេះមូសដូចឃុំហ្មងបាទតំបន់ខ្លះអត់មានតំបន់ខ្លះបើមានវិញគឺដូចឃុំអញ្ចឹងណាអត្ថប្រយោជន៍របស់ធូបមូស Ranger នេះអ្នកទាំងគ្នាបាទគឺវាការពារបានរហូតដល់60នាទីបាទគុណភាពវាខ្លាំងជាងគេហ្នឹងគឺរហូតដល់5ដងអាចសម្រាប់មូសឬក៏បណ្ដេញរុយហ្នឹងគឺបានភ្លាមតែម្ដងហើយចំពោះការផលិតវិញបាទគឺចេញពីធ្យូងឫស្សីធម្មជាតិហើយចំពោះក្លិនវិញបងប្អូនហើយសឹងថាបើសិនជាបងប្អូនដុតនៅក្នុងផ្ទះអីសឹងថាបាច់ប្រើទឹកអប់ឯងបងប្អូនព្រោះធូបមូសនេះធំក្លិនក៏អូបឈ្ងុយហ្មងណាអ្នកទាំងអស់គ្នាអញ្ចឹងស័ក្តិសមមែនតើសម្រាប់បងប្អូនដែលគាត់យកទៅដាក់នៅកន្លែងសត្វចិញ្ចឹមអីគឺត្រូវហើយបងប្អូនហើយព្រោះថាវាបដិញមូសបដិញអីហ្នឹងគឺបានភ្លាមតែម្ដងនៅអ្នកទាំងអស់គ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមបន្តឬចាក់ច្រែងយើងបន្តទៀតបាទមានបងប្អូនជាច្រើនគាត់តែងតែសួរថាចូលចាក់ច្រែងអីក៏ទូចម៉ែបាទចាក់ច្រែងគឺវាអស់ធំប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាហើយបាទរហូតធំយើងអត់មានទេព្រោះអំបូររបស់វាពូជរបស់វាហ្នឹងគឺប៉ុណ្្នឹងគឺអស់ធំហើយណាអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងរកចាក់ច្រែងហ្នឹងគឺរកដល់ពេលយប់ចឹងទៅដោយសារតែពេលយប់ចឹងទៅចាក់ច្រែងវាក៏សបូរដែរចឹងណាវាឡើងរៀងច្រើនគួរសមដែរចឹងធម្មតាក្នុងព្រៃកោងកាងបងប្អូនអើយមូសច្រើនដូចឃុំចឹងយើងក៏ដុតធូបមូសដុតអីចឹងទៅសូម្បីតែពេលថ្ងៃមិនមានមូសច្រើនចុះតម្រុំពេលយប់ទៀតសឹងថាល្ងើងចិត្តតិចហ្មងអ្នកទាំងអស់គ្នាបាទបើអត់ធូបមូសតាមខ្លួននឹងធ្វើកើតទេបងប្អូនអើយខឹងតែមូសខឹងតែអីទេញីអស់ហើយតិចថ្ងៃអីញីអស់ហើយដូចអ្នកទាំងគ្នាឃើញស្រាប់ហើយបាទនេះហើយគឺជាសកម្មភាពដែលយើងរកខ្យងចាក់ច្រែងចឹងណាបាទអញ្ចឹងបងប្អូនកុំសូវតថ្លៃពេកបាទ
ខុសត្រូវតិចក៏ទិញទៅបាទព្រោះរកខ្យងចាក់ច្រែងនេះគឺអត់ងាយបងប្អូនអត់ងាយមែនណាសម្រាប់ខ្យងដតេខ្ញុំអត់និយាយក៏ប៉ុន្តែសម្រាប់ចាក់ច្រែងនេះមួយនេះបងប្អូនគឺកម្រគឺរកមិនងាយបាន1 គីឡូទេព្រោះវាស្រាលហ្នឹងបងប្អូនហើយខ្លួនវាទូចហើយវាស្រាលទៀតរកកន្លះថងអីយកទៅថ្លឹងអត់ទាន់បាន1 គីឡូក៏មានដែរណាបាទចាក់ច្រែងនេះអញ្ចឹងសម្រាប់ការរកនេះគឺយើងឆ្លងទៅឆ្លងមកឆ្លងព្រែកមួយទៅព្រែកមួយទៅរមករកបានអើយបងប្អូនអើយគឺអត់ងាយទេណាអ្នកនរគ្នាបាទឥឡូវនេះយើងក៏ចាប់ដើមរកចាក់ច្រែងយើងរួចរាល់អស់ហើយយើងក៏រកសំណាក់កន្លែងដែលយើងត្រូវសម្រាកត្រូវដេកចឹងទៅចឹងថ្ងៃនេះគឺឆ្លងព្រែកបងប្អូនហើយបាទអូក្បួនតែម្ដងជិលជាងបងប្អូនទាំងអស់គ្នាបាទព្រោះខ្លួនយើងសើមស្រាប់ចឹងទៅយើងលុយទឹកហ្មងទៅស្រួលជាងបាទកុំអោយប្រឡាក់កុំអោយសើមក្បួនយើងចឹងណាបាទចឹងមកដល់ទីតាំងនេះយើងក៏ចាប់ដើមរៀបចំធ្វើម្ហូបតែម្ដងព្រោះថារៀងហេវដែរអ្នកទាំងអស់គ្នាអើយបាទព្រោះរនេះគឺរដល់កដាលយប់ដែរបាទរៀងហេវបាយគូសំដែរអ្នកទាំងអស់គ្នាបាទម្ហូបរបស់យើងបាច់ទៅរណាឆ្ងាយទេចាក់ច្រែងយើងរនឹងទុកអីទៀតបងប្អូនយកទៅធ្វើម្ហូបទៅឆ្ងាញ់សឹងអីនឹងចាក់ច្រែងនេះបើសិនជាបងប្អូនចេះធ្វើម្ហូបបងប្អូនអើយបាទដឹងតែឆ្ងាញ់ហ្មងអាចាក់ច្រែងនេះជាប្រភេទគ្រឿងសមុទ្រដែលមកព្រៃកង្កាននឹងសឹងថាចាក់ច្រែងនឹងសឹងថាចង់ឆ្ងាញ់ជាងគេអ្នកទាំងអស់គ្នាបាទយកទៅឆាកែងយកទៅអីនឹងគឺត្រូវហើយបងប្អូនអើយដូចនៅប្រាប់បងប្អូននៅដើមវីដេអូអញ្ចឹងខ្ញុំមិនដឹងថាមានបងប្អូនប្រហែលអ្នកដែលធ្លាប់ស្គាល់ចាក់ច្រែងនេះអត់ទេណាបាទអញ្ចឹងបើសិនជាបងប្អូនណាដែលគាត់ស្គាល់ទេបងប្អូនអាចជួយខមមិននៅក្នុងវីដេអូនេះផងតែសម្រាប់អ្នកនៅតំបន់សមុទ្រតំបន់ព្រែកអីចឹងទៅសឹងថាសួរគាត់10នាក់គាត់ស្គាល់10នាក់អញ្ចឹងណាបាទព្រោះចាក់ច្រែងនេះគឺភាគច្រើនសម្បូរនៅតាមព្រៃកង្កាងអីចឹងទៅហើយសម្រាប់ម្ហូបយើងថ្ងៃនេះគឺយើងកែងបែបធម្មតាបងប្អូនអើយបាទយើងកែងបែបធម្មតាយើងយកគ្រឿងមកពីផ្ទះហ្នឹងទៅយើងគ្រាន់តែឆាគ្រឿងឲ្យឈ្ងុយយើងទៅយើងដាក់ចាក់ច្រែងយើងចូលបងគ្រឿងល្មមដែលយើងអាចហូបបានទៅក៏ហូបភ្លាមអញ្ចឹងណាតែសម្រាប់អ្នកដែលគេស្លោកបែប professional តែម្ដងបាទស្លោកបែបស្តង់ដារតែម្ដងគឺគេមានខ្ទិះដូងគេមានអីចឹងទៅបាទគេមានខ្ទិះដូងមានអីគឺមានច្រើនមុខទៀតណាដើម្បីយើងអាចស្លោចាក់ច្រែងនឹងបានហើយហូបទៅសឹងថាហូបម្ដងសឹងថាញ៉ាំហ្មងបងប្អូនអាចចាក់ច្រែងនេះតែសម្រាប់ខ្ញុំធ្វើម្ហូបថ្ងៃនេះគឺធ្វើល្មមដែលសម្រាប់ខ្លួនឯងអាចហូបបានទេក៏ប៉ុន្តែវានៅតែឆ្ងាញ់អញ្ចឹងបងប្អូនអើយប្រភេទគ្រឿងសមុទ្រនេះបាទសម្លឆ្ងាញ់ដោយសារតែគ្រឿងក៏ប៉ុន្តែបើសិនតែគ្រឿងយើងឆ្ងាញ់តែសាច់ខ្យងអត់ឆ្ងាញ់ក៏អត់ចូលជាការដែរអញ្ចឹងណាអ្នកទាំងអស់គ្នាបាទនៅបងប្អូនគ្នាបាទអញ្ចឹងយប់នេះគឺយើងបានសម្រាប់ឲ្យលើក្បួននឹងតែម្ដងហើយសម្រាប់ដំបូលរបស់យើងអត់ទាន់ប្រក់ឡើយបងប្អូនអើយយើងចាំមេឃភ្លៀងចាំប្រក់អញ្ចឹងណាព្រោះយើងដេកនៅកណ្ដាលវាលចេះទៅគឺវាដូចថាសាឡាមុខសាឡាមាត់ទៅជាស្រួលតែបើសិនជាមេឃភ្លៀងយើងទេតង់នៅខាងក្រោយក្បួនរបស់យើងហ្នឹងគឺមានស្រាប់ហើយយើងប្រក់អំផ្លែតទេនៅបងប្អូនគ្នាបាទវីដេអូយើងមានតែប៉ុណ្្នឹងទេណាបងប្អូនបាទអរគុណចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ